ក្រោយសម្រាប់កូនដល់វះកាត់នៅពេលណាទៅអាចរុំភេទបានចាក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីពេលណាដែលយើងអាចរុំភេទបានក្រោយសម្រាប់វះកាត់ចាជាទូទៅលើកទឹកចិត្តឲ្យបងប្អូនរងចាំរហូតដល់6សប្តាហ៍ក្រោយសម្រាប់ទៅធ្វើអាចរុំភេទបានធម្មតាមកវិញប៉ុន្តែក៏សង្កេតមើលដែរថាការដែលយើងសង្កេតមើលថាតើរបួសរបស់យើងនឹងបានជាសះស្បើយល្អនៅមានការឈឺចាប់មានបញ្ហាអីអត់ជាទូទៅខ្ញុំលើកទឹកចិត្តថា6សប្តាហ៍ព្រោះបើសិនជាតិចជាងហ្នឹងអាចប្រឈមមុខនឹងការខ្លាយរោគឬមួយក៏មានការបង្ករោគនៅលើបញ្ហានៅលើស្នាមធ្នេរឬមួយក៏អីអញ្ចឹងទៅជាទូទៅបងប្អូនដែលគាត់សម្រាប់វះកាត់គឺគាត់អាចប្រឈមមុខនឹងការវះទាំងស្បូនវះស្រទាប់ស្បែកពោះអញ្ចឹងគឺការវះហ្នឹងគឺវាមានសភាពច្រើនទៅទាប់មែនតើអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនពន្យាពេល1ខែកន្លះចាហើយបើសិនជាអាចខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដែលគាត់សម្រាប់ដល់ការវះកាត់ហ្នឹងគាត់ព្យាយាមរើសមធ្យោបាយបញ្ជាកំណត់ណាមួយដែលសមស្របជាមួយគាត់សិនដើម្បីកុំឲ្យនៅពេលដែលគាត់ឆាប់រុំភេទដោយមិនបានបញ្ជាកំណត់អាចប្រឈមមុខនឹងហានិភ័យមានកូនទី2ដោយមិនចង់បានធម្មតាអ្នកដែលគាត់សម្រាប់វះកាត់អាចຕົកកម្លៀតពីកូនមួយទៅកូនមួយយ៉ាងហោចណាស់3ឆ្នាំទៅ5ឆ្នាំដែរអញ្ចឹងសម្រាប់បងប្អូនដែលសម្រាប់វះកាត់1ខែកន្លះអាចរុំភេទបានដើម្បីមើលតាមស្ថានភាពចេះតាមភាពធ្លាក់ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺលើកទឹកចិត្តឲ្យបងប្អូនជ្រើសរើសមធ្យោបាយបញ្ជាកំណត់មួយដែលសមស្របសម្រាប់បងប្អូនដើម្បីជៀសវាងនឹងការមានបញ្ហាមានផ្ទៃពោះដោយមិនចង់បានជាទូទៅដូចនិយាយចឹងបងប្អូនដែលសម្រាប់វះកាត់គឺគាត់ប្រឈមមុខនឹងហានិភ័យខ្លាំងជាងបងប្អូនដែលគាត់សម្រាប់ដោយធម្មជាតិទុកតែសម្រាប់ធម្មជាតិក៏ប្រឈមមុខដែរប៉ុន្តែបងប្អូនដែលគាត់សម្រាប់ដោយវះកាត់គួរតែជ្រើសរើសមធ្យោបាយបញ្ជាកំណត់សិនទើបលើកទឹកចិត្តឲ្យធ្វើការរុំភេទបានចាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនណាខ្លះដែលគាត់ធ្លាប់មានការសម្រាប់ក៏អត់ដឹងក្នុងចំណុចហ្នឹងអាចចូលមើលក្នុងវីដេអូនេះបានហើយជួយ share ចែករំលែកសម្រាប់ឲ្យបងប្អូនផ្សេងទៀតឲ្យគាត់ដឹងផងហើយជួយ subscribe channel YouTube ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹងការថែទាំសុខភាពទារកនិងថែទាំសុខភាពម្ដាយចា៎អរគុណ